ស្រឡាញ់ជាកម្មសិទ្ធិបំពេញឲ្យគ្នាស្រឡាញ់ជាអារម្មណ៍ដែលយល់ថាអ្នកនិងគេជាកម្មសិទ្ធិបំពេញគ្នាអ្នកបំពេញគេចំពោះកង្វះខាតរបស់គេហើយគេនឹងបំពេញអ្នកនៅភាពដែលជាចន្លោះប្រហោងរបស់អ្នកការដែលបានតាំងចិត្តទៅបំពេញភាពខ្វះខាតនិងព្យាយាមបំពេញបំណែកដែលព្រះឆាឬស្នាមព្រះរបស់គេការដែលអ្នកបានផ្ដល់ឲ្យគេហើយបើទោះជាការរំពឹងទុកទទួលបានលទ្ធផលបែបណាក៏ដោយអ្នកនៅតែពេញចិត្តនិងធ្វើពេញទាំងចិត្តទាំងថ្លើមប្រមាថនោះព្រោះអ្នកបានស្រឡាញ់គេយ៉ាងពិតប្រាកដហើយពេលវេលាដែលគេអាចសរសេរសំណេរឲ្យនាងញញឹមរីករាយនិងរហូតដល់អាចមានអារម្មណ៍ល្អជាមួយគេបានគេប្រើពេលវេលារបស់គេជាច្រើនចុះតើគេប្រឹងប្រែងកាន់សរសេរដោយបែបណាគិតគូរគូសវាសព្រៀងពាក្យពេចន៍យូរប៉ុណ្ណាតម្រាំបានមួយសំណេរជូនទៅនាងដឹងទេថាការស្រឡាញ់ខ្លះបានត្រឹមតែផ្ដល់ឲ្យតែប៉ុណ្ណោះតែมันអាចទទួលបានវិញនោះទេបើអ្នកពិតជាមិនបានរំពឹងទុកអ្វីពីគេត្រឡប់មកវិញក្រោយធ្វើឲ្យគេបានធូរស្បើយវាគ្រប់គ្រាន់សម្រាប់អ្នកហើយតែអ្នករំពឹងថាក្រោយពេលអ្នកនិយាយថា I love you គេនឹងតបវិញណាអ្នកថា Yes I love you too មែនទេការស្រឡាញ់ជាការផ្ដល់ឲ្យដោយហេតុផលសំខាន់មួយគឺគេមានសុខវាជាក្តីសុខរបស់អ្នកទៅហើយជូនចំពោះម្ចាស់ប៊ិចតាមធម្មតាស្រឡាញ់ពេលខ្លះឡើងលើកក៏ថាបានតែជាក្តីសុខមួយនឹងកាន់តែសុខពេលដែលអ្នកបានផ្ដល់ឲ្យទៅមនុស្សដែលអ្នកមានអារម្មណ៍ល្អជាមួយចូលចិត្តខ្លាំងឬក៏ស្រឡាញ់ហើយក្តីស្រឡាញ់នោះរកទុកថាពិតជាស្មោះនឹងកាន់តែស្រស់ថ្លារហូតដល់ឆ្លុះបញ្ជាក់ឲ្យដឹងថាស្នេហាពិតជាមានការដែលអ្នកបានដាក់ចិត្តស្រឡាញ់នរណាម្នាក់មិនចាំបាច់តតែមានហេតុផលយ៉ាងជាក់លាក់ឬហេតុផលមួយដែលមនុស្សគ្រប់គ្នាយល់ថាត្រឹមត្រូវនោះឡើយស្រឡាញ់គេចំពោះអ្នកគឺដូចជាការស្រឡាញ់ខ្លួនឯងហើយគ្រប់យ៉ាងដែលធ្វើឡើងសម្រាប់គេក៏ព្រោះដើម្បីស្នាមញញឹមនិងសេចក្តីសុខរបស់គេដែលអ្វីទាំងនោះវាជាសេចក្តីសុខមួយផ្នែករបស់អ្នកសឹងគ្រប់ពេលអ្នកមិនដែលហ៊ានសូម្បីតែធ្វើឲ្យគេទៅចិត្តស្របតាមគ្រប់យ៉ាងប្រឹងតាមគ្រប់ពេលធ្វើតាមគ្រប់យ៉ាងនៅអ្វីដែលគេសុំនឹងមានអ្នកមិនព្រមដើរចេញពីគេឡើយតែដល់ពេលវេលាមួយដែលអ្នកនៅតែមិនអាចជាមនុស្សដែលគេប្រាថ្នាឬមិនទទួលបានក្តីស្រឡាញ់ពីគេសូម្បីតែមួយចំណែកអ្នកក៏ត្រូវខូចចិត្តនិងឈឺចាប់អត់កណនាដល់ថ្នាក់មិនដឹងថាត្រូវដើរចេញត្រូវបន្តភាពហត់នឿយត្រូវប្រែងកុហកខ្លួនឯងដល់ពេលណាទៀតឬអ្នកត្រូវការពេលវេលាដើម្បីធ្វើចិត្តមុនសិននឹងដើរចេញពីគេត្រូវការពេលវេលាប្រមូលភាពក្លាហានដើរចេញពីស្នេហាដ៏ឈឺចាប់មួយនេះតើវាអាចយូរពេកទេឬក៏អ្នកកំពុងតែរកលេសដោះសារដើម្បីនៅតែបន្តស្នេហាមួយនេះព្រោះអ្នកគិតថាអ្នកមិនអាចរស់នៅដោយគ្មានគេបានទេហត់ទេដែលស្រឡាញ់គេតែម្នាក់ឯងឬហត់ទេដែលយើងតែងតែជាអ្នកចាញ់គេរហូតឬហត់ទេដែលគេទុកក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់អ្នកជាការលេងសើចឬហត់ទេដែលបោកប្រាស់សំបីតែខ្លួនឯងថាអ្នកមិនអីទេអ្នកអាចលះបង់គ្រប់យ៉ាងដើម្បីគេឬហត់ទេដែលមិនដែលទទួលបានការយកចិត្តទុកដាក់ពីគេដូចដែលអ្នកយកចិត្តទុកដាក់ចំពោះគេឬហត់ទេដែលគេមិនឲ្យតម្លៃអ្នកទុកអ្នកគ្រាន់តែជាមនុស្សកំដរពេលគេអបសុខឬមិនសប្បាយចិត្តជូនចំពោះនារីម្នាក់សម្រាប់តែស្នាមញញឹមរបស់អ្នកតែបរិមម្នាក់នោះបានលះបង់និងពលីទាំងពេលវេលានិងកម្លាំងកាយចិត្តអ្វីខ្លះបើត្រឹមសម្រាប់ស្នាមញញឹមរបស់អ្នកតើអ្នកអាចយល់ពីការលះបង់របស់គេនៅពីក្រោយឆាកដែរឬទេ
បើអ្នកមិនស្រឡាញ់គេឬមិនមានចិត្តទៅលើគេទេហេតុអ្វីអ្នកមិនប្រាប់គេឲ្យដឹងផងកុំឲ្យមនុស្សម្នាក់ខាតពេលវេលាជាមួយអ្នកបើអ្នកដឹងថាគេនឹងអ្នកមិនអាចទៅរួចហើយបើសិនជាអ្នកចាប់អារម្មណ៍ទៅលើគេដែរនោះហេតុអ្វីអ្នកមិនចាប់ផ្ដើមការសន្ទនាឲ្យស្វែងយល់ចិត្តគ្នាទៅកុំព្រោះតែចរិតរឹងរូសមិនព្រមរណបរបស់អ្នកណាធ្វើឲ្យមនុស្សដ៏ល្អនិងស្រឡាញ់អ្នកខ្លាំងទៅបាត់ឱកាសល្អមិនចេះតែកើតមានទេដូច្នេះត្រូវតែរៀនក្តោបយកឱកាសឲ្យបានល្អពេលនេះអ្នកឈឺអ្នកមានសិទ្ធិនឹងឈឺតែសំបីតែឈឺមួយរយៈពេលទៅបានហើយកុំឈឺយូរពេកកុំបន្តវារហូតคล้ายទៅជាជំងឺរ៉ាំរ៉ៃព្យាបាលមិនជាពេលដែលអ្នកធ្វើចិត្តបានហើយចូលប្រាប់ខ្លួនឯងថាខ្ញុំឈឺចាប់ត្រឹមតែពេលនេះទេចាប់ពីថ្ងៃស្អែកខ្ញុំនឹងមិនទន់ជ្រាយទៀតទេស្អែកឡើងក្រោកពីដំណេកជាមួយស្នាមញញឹមរៀបចំខ្នើយគេងភួយនឹងក្រែឬក៏កំរាលរបស់អ្នកឲ្យបានស្អាតនិងមានសណ្ដាប់ធ្នាប់ល្អរួចសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់សម្លឹងដោយភាពជឿជាក់ជាមួយនឹងស្នាមញញឹមហើយនិយាយថាខ្ញុំអាចធ្វើបានទម្លាប់មួយជាមួយពេលឈឺចាប់ដឹងទេថាការឈឺចាប់របស់អ្នកនៅពេលណាការឈឺចាប់ឬក៏សេចក្តីសុខកើតឡើងនៅពេលព្រឹកព្រលឹមពេលដែលអ្នកបើកភ្នែកឡើងហើយសម្រេចចិត្តយកសេចក្តីសុខភាពរីករាយឬភាពឈឺចាប់ហេតុអ្វីត្រូវរៀបចំកន្លែងគេងឲ្យបានល្អនិងស្អាតព្រោះជាកន្លែងដ៏មានសេចក្តីសុខបំផុតពេលដែលអ្នកកំពុងកិច្ចពីភាពឈឺចាប់អ្នកខ្លះយំរហូតដល់គេលក់អ្នកខ្លះពេលពិបាកចិត្តចូលចិត្តគេងអ្នកខ្លះគេងដើម្បីបំភ្លេចរឿងមិនសប្បាយចិត្តអ្នកខ្លះគេងហើយក៏ព្រមឆាប់ចង់មានថ្ងៃស្អែកទុកឲ្យអ្នកនិពន្ធចែករំលែកការឈឺចាប់របស់អ្នកដោយប្រាប់អ្នកថាបើឈឺចាប់បើហត់ខ្លាំងសម្រាប់ទៅញ៉ាំអ្វីឆ្ងាញ់មានជីវជាតិល្អហាត់ប្រាណដើម្បីសុខភាពថែទាំសម្រស់ឲ្យបានសោភាស្រស់សង្ហាចូលគេងឲ្យបានទៀងពេលនិងសម្រាប់ឲ្យបានគ្រប់គ្រាន់ហើយតាំងចិត្តថាពេលថ្ងៃស្អែកភ្ញាក់ឡើងត្រូវតែជាថ្ងៃថ្មីអ្វីមិនដដែលនោះទេពេលដែលងើបឡើងមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ឃើញតែមុខដែលកំពុងបៀមទុកនឹងរ៉ាំរ៉ៃជារៀងរាល់ព្រឹកមុនទៅធ្វើការឬទៅរៀនអ្នកតែងតែពាក់ស្រោមមុខរីករាយញញឹមពុកព្រាយជាមួយអ្នករាល់គ្នាជុំវិញអ្នកត្រូវណាស់មែនទេរូបភាពនេះអារម្មណ៍នេះនឹងប្រែទៅជាស្រពាប់ត្រពូននឹងទៅជាសភាពដើមក្រោយពេលចិត្តជប់ហើយប្រែក្រឡាស់វានៅពេលចិត្តចូលគេងការឈឺចាប់របស់អ្នកគឺត្រឡប់មកវិញតើដឹងទេថាវាកាត់ឡើងដោយសារអ្វីគឺអ្នកជាមនុស្សតែម្នាក់គត់ដែលអនុញ្ញាតឲ្យការឈឺចាប់មកអន្តងតាមប្រាណឲ្យទឹកភ្នែកអ្នកហូររាល់យប់អ្នកជាអ្នកជ្រើសរើសការរស់នៅជាមួយការឈឺចាប់អ្នកក៏ជាមនុស្សតែម្នាក់គត់ដែលនាំខ្លួនឯងឲ្យរំលឹករឿងទុក្ខសោកទាំងនោះឡើងវិញដដែលមិនដែលព្រមលែងវាប្រឹងហៅវាមកប្រពេជាពិសេសពេលនៅស្ងាត់ម្នាក់ឯងធ្វើអញ្ចឹងបានអីហេតុអ្វីចូលចិត្តយកឈើឆ្កឹះដំបៅខ្លួនឯងម្លេះរួចស្រែកតែឈឺណាស់ដូច្នេះចង់បន្តឬបញ្ចប់អ្នកគឺជាអ្នកសម្រេចចិត្តដឹងទេថានឹកគេឈឺចាប់ណាស់ទៅហើយតែអ្នកក៏មិនព្រមក៏មិនអាចបន្តរស់នៅដោយប្រើការឈឺចាប់នេះជាក្តីសង្ឃឹមបន្តទៀតដែរក្តីស្រឡាញ់មិនមែនគ្រាន់តែជាអារម្មណ៍ដែលអ្នកត្រឹមតែមានវាក៏ជាអ្វីមួយដែលអ្នកត្រឹមតែធ្វើដែរអ្នកនិពន្ធសូមបន្ថែមថាក្តីស្រឡាញ់សំខាន់បំផុតគឺលើទង្វើដែលគេធ្វើមកលើអ្នកមិនមែនស្ថិតទៅលើសម្ដីដ៏ផ្អែមល្ហែមដែលចេញពីបបោមាត់របស់គេឡើយស្រឡាញ់មនុស្សម្នាក់ដែលអ្នកអាចរស់នៅជាមួយអ្នក
ពេលមានគេអ្នកទាំងពីរផ្លាស់ប្ដូរអ្វីដែលមិនល្អអ្វីដែលត្រូវអភិវឌ្ឍបន្ថែមជាជាងការរស់នៅដែលផ្លាស់ប្ដូរខ្លួនឯងទាំងស្រុងគឺព្រោះតែគេចង់បានរហូតមានអារម្មណ៍ថាអ្នកមិនមែនជាអ្នកតែអ្នកគិតថាអ្នកនឹងពាក់ស្រោមមុខស្របតាមបែបដែលគេចង់បានរហូតតទៅបានដែរទេអ្នកគិតថានឹងមានពេលមួយដែលអ្នកហត់ទេបើទោះបីជាអ្នកព្យាយាមធ្វើឲ្យបានតែអ្នកគិតថាគេស្រឡាញ់អ្នកជាអ្នកឬគេស្រឡាញ់អ្នកដែលប្រឹងធ្វើអ្វីដែលគេស្រឡាញ់ពេលមួយអ្នកនឹងភ្ញាក់ខ្លួនព្រឹកនៅពេលដែលអ្នកមិនដឹងថាការពិតជាខ្លួនអ្នកបាត់ទៅណាព្រោះអ្នករវល់តែផ្គាប់ចិត្តគេជូនចំពោះទូរងជាពិសេសខ្ញុំមិនចង់បានមនុស្សកំដរខ្ញុំឬខ្ញុំកំដរគេផ្លែកមុខរាល់ឆ្នាំបែបនេះទេខ្ញុំចង់បានមនុស្សម្នាក់ដែលយល់ចិត្តខ្ញុំស្រឡាញ់ខ្ញុំស្រឡាញ់គេមនុស្សម្នាក់ដែលមានគោលដៅរួមគ្នាជាមួយខ្ញុំមនុស្សម្នាក់ដែលធ្វើឲ្យបេះដូងរបស់ខ្ញុំកក់ក្ដៅខ្ញុំមានអារម្មណ៍សុវត្ថិភាពរាល់ពេលនៅជាមួយមនុស្សម្នាក់ដែលខ្ញុំគាំទ្រឲ្យខ្ញុំសម្រេចគោលដៅនៅក្នុងជីវិតកងសុគូវាជានិស្ស័យឬក៏ជាព្រហ្មលិខិតដែលអ្នកនិយាយថាវាជាកម្មដែលធ្វើជាអ្នកស្ម័គ្រចិត្តលើរឿងស្នេហានេះស្ម័គ្រចិត្តចូលរួមការងារសង្គមឬការងារសប្បុរសធម៌នឹងបន្សល់ទុកនូវការចងចាំល្អៗអារម្មណ៍កក់ក្ដៅនិងផ្ដល់ឲ្យតែការស្ម័គ្រចិត្តធ្វើជាទូកំដរឬអ្នកលួងលោមភាសាដែលឈឺចាប់និងវាយប្រហារផ្លូវអារម្មណ៍បំផុតនោះគឺកងសុគូមិនបានបន្សល់ទុកការរីករាយនោះទេវាមានតែសំណួរដែលសួរខ្លួនឯងរាល់ថ្ងៃថា1ហេតុអ្វីអ្នកបែរជាត្រូវសម្ដែងក្នុងរឿងស្នេហាបានត្រឹមតែវគ្គដែលគេឆ្លុះគ្នា2ហេតុអ្វីអ្នកត្រូវប្រឹងបន្តទៀតបើទោះគេត្រូវគ្នាវិញហើយ3ហេតុអ្វីមកត្រូវយកខ្លួនឯងឲ្យវង្វេងឬក្មួយកោវល់ជាមួយនឹងការហួងហែងការបារម្ភឬការយកចិត្តទុកដាក់បែបនេះ4ហេតុអ្វីអ្នកមិនអាចដើរចេញក្រោយពេលអ្វីៗគ្រប់យ៉ាងមិនទាន់ជ្រុលជ្រោះចម្លើយរបស់អ្នកនោះគឺព្រោះអ្នកស្រឡាញ់គេហើយដឹងទេថាលួងគេឡើងខ្លាយទៅជាមនុស្សកំដរគេឈឺចាប់ស្ដាប់រឿងទុក្ខសោករបស់គេឡើងស្អប់ម្នាក់នោះកំដរគេឈឺចាប់ស្ដាប់រឿងទុក្ខសោករបស់គេឡើងអាណិតគេកំដរគេឈឺចាប់កាន់តែស្ដាប់កាន់តែយល់ថាអ្នកចង់ផ្ដល់ក្តីសុខឲ្យគេកំដរគេឈឺចាប់កាន់តែយល់ច្បាស់ឡើងថាគេត្រូវការអ្នកកំដរគេឈឺចាប់កំដរដល់ខ្លាចថាអ្នកលេងបានកំដរគេទៀតហើយកំដរគេឈឺចាប់រហូតដល់រងចាំការឆ្លុះគ្នារវាងគេនិងជាមួយគេម្នាក់នោះកំដរគេឈឺចាប់ដល់ដំណាក់កាលសុំកំដរគេបន្តនិងខ្លាចគេលេងឲ្យកំដរគេឈឺចាប់ហើយពេលនេះក៏ត្រូវកំដរខ្លួនឯងឈឺចាប់វិញម្ដងធ្វើយ៉ាងម៉េចទៅស្រឡាញ់គេហើយស្រឡាញ់ខ្លាំងទៀតបើសិនការដែលស្រឡាញ់គេជាក្តីសុខបើសិនការដែលប្រឹងកំដរគេបន្តជាក្តីសុខបើសិនការដែលរងចាំបន្តជាក្តីសុខបើសិនការដែលលាក់ទុកបន្តជាក្តីសុខបើសិនការដែលត្រឹមជាទូរងជាក្តីសុខបើសិនវាជាក្តីសុខបន្តការឈឺចាប់បែបក្តីសុខនេះបន្តទៀតចោះខ្ញុំប្រាប់បែបនេះមិនមែនព្រោះតែបញ្ឈឺចិត្តអ្នកតែបើឲ្យខ្ញុំបញ្យល់បកស្រាយបែបណាទៅអ្នកអាចបញ្ចប់ភាពឈឺចាប់បែបនេះបើអ្នកនិយាយថាវាជាក្តីសុខមិនបានបង្ខំអ្នកឲ្យដើរចេញឬស្ដីបន្ទោសអ្នកដែលបណ្ដោយខ្លួនបែបនេះព្រោះបើអ្នកឈឺកម្រិតណាហើយនៅតែបន្តខ្ញុំជឿថាអ្នកមានហេតុផលសមរម្យមួយអាចប្រាប់ខ្ញុំថាអ្នកនឹងដើរចេញនៅពេលណាមួយហើយពេលនោះខ្ញុំមានតែត្រេកអរនឹងប្រាប់អ្នកថាទីបំផុតអ្នកធ្វើវាបានហើយខ្ញុំនឹងជូនកាហ្វេមួយពែងដោយនិយាយថាឈឺចាប់វាគ្រាន់តែជាអារម្មណ៍ដែលកើតពីចិត្តដែលមិនអស់ចិត្តនិងមិនសមបំណងតែបន្តឈឺចាប់ឬឈប់ត្រឹមនឹងអ្នកគឺជាអ្នកសម្រេចចិត្ត